កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនេះរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកសុកសម្បត្តិប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងមានប្រសាសន៍ថាបងប្អូនអាជីវករដែលលក់បន្លែផ្លែឈើត្រីសាច់នៅតាមចិញ្ចើមផ្លូវព្រះមុនីរ៉េតផ្លូវ364និងផ្លូវ356ក្នុងខណ្ឌបឹងកេងកងសូមផ្លាស់ប្ដូរទីតាំងទៅលក់នៅផ្សារដំកូលថ្មីស្ថិតនៅតំបន់តាមុកសង្កាត់គោករកាខណ្ឌព្រែកភ្នៅជាទីតាំងដែលសាលារាជធានីភ្នំពេញបានសម្របសម្រួលរៀបចំព្រោះនៅតាមកំណត់ផ្លូវទាំង3នេះមិនអាចអនុញ្ញាតឲ្យបងប្អូនបន្តលក់តទៅទៀតឡើយសាលារាជធានីភ្នំពេញបានកំណត់ពេលវេលារួចហើយនៅថ្ងៃទី18ខែមករានេះគឺត្រូវឲ្យអស់អ្នកលក់តាមកំណត់ផ្លូវទាំង3នេះតាមដងផ្លូវគឺត្រូវតែមានសណ្ដាប់ធ្នាប់ល្អលោកសុកសម្បត្តិបានលើកឡើងថាប៉ុន្មានថ្ងៃនេះសារព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយអំពីភ្នំពេញបានបញ្ចូលទៅក្នុងគោលដៅទេសចរណ៍ដ៏ល្អទាំង20នៅលើពិភពលោកចំណុចនេះធ្វើឲ្យយើងសប្បាយចិត្តនិងមានមោទនភាពតែទន្ទឹមនោះយើងក៏ត្រូវតែខិតខំឲ្យបានទ្វេដងលើសដើមដើម្បីឲ្យស័ក្តិសមជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវអន្តរជាតិដូចនេះហើយបានជាសាលារាជធានីភ្នំពេញខិតខំសម្របសម្រួលរកកន្លែងឲ្យបងប្អូនអាជីវករលក់ដូរតាមចិញ្ចើមផ្លូវផ្លាស់ប្ដូរទៅទីតាំងថ្មីហើយកន្លែងនេះត្រូវការរៀបចំបោសសម្អាតរៀបការ៉ូឡារៀបចំអ៊ុតផ្លូវឲ្យបានល្អប្រសើរលោកអភិបាលខណ្ឌបញ្ជាក់ថាការផ្លាស់ប្ដូរទៅនេះមិនចាប់បង្ខំទេគឺអាចទៅលក់នៅផ្សាររដ្ឋឬផ្សារឯកជនក៏បានតែមិនអនុញ្ញាតឲ្យលក់នៅកន្លែងដើមឡើយឯម្ចាស់ផ្ទះក៏ដូចគ្នាគឺមិនឲ្យបន្តការជួលមុខផ្ទះឲ្យអាជីវករលក់ទៀតដែរសូមយកគោលការណ៍នេះទៅផ្សព្វផ្សាយជាបណ្ដាតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗឲ្យបងប្អូនអាជីវករគាត់ដឹងខ្លួនលោកសុកសម្បត្តិបានណែនាំឲ្យសង្កាត់ទាំង7ការិយាល័យទាំង11រៀបចំកម្លាំងដើម្បីចុះដាក់កម្លាំងប្រចាំការរៀបចំសមាជិកភាពក្រុមការងារអនុវត្តមួយថ្ងៃមួយវេនគឺត្រូវរៀបចំឲ្យហើយចាប់ពីថ្ងៃទី18ខែមករាអ្នកដែលមានឈ្មោះគឺត្រូវមានវត្តមាននៅទីនោះលោកហួតលៀបពិសិដ្ឋអភិបាលរងខណ្ឌបឹងកេងកងបានឲ្យដឹងថានៅថ្ងៃទី10ខែមករាឆ្នាំ2026នឹងមានការរៀបចំរថយន្តក្រុងដឹកបងប្អូនអាជីវករទៅមើលទីតាំងថ្មីការទៅមើលនេះគឺមិនមែនបង្ខំត្រូវតែទៅលក់នៅផ្សារដំកូលថ្មីទេការទៅមើលនេះគឺដើម្បីឲ្យគាត់មានឱកាសរកទីតាំងបានល្អជាងអ្នកដែលទៅក្រោយនៅពេលដែលទៅមើលទីតាំងថ្មីខាងតំណាងផ្សារនិងរដ្ឋបាលរាជធានីភ្នំពេញនឹងចែកកិច្ចសន្យារបស់ក្រុមហ៊ុនអភិវឌ្ឍផ្សារដំកូលថ្មីជូនដល់អាជីវករដើម្បីឲ្យគាត់ពិនិត្យមើលជាក់ស្ដែងតែម្ដងជាការលើកទឹកចិត្តទីតាំងលក់ដូរនេះគឺមិនយកថ្លៃឈ្នួលរយៈពេល2ឆ្នាំហ្វ្រីទឹកភ្លើងរយៈពេល6ខែចាប់2ឆ្នាំនៃការលក់ដូរក៏មិនមានប្រាក់កក់ទៀតដែរគឺគាត់អាចលក់ដូរនៅតាមទីតាំងរបស់គាត់ដោយបង់តែមួយខែ$30តែប៉ុណ្ណោះ